មកបងប្អូនមកបុកលហុងជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនណាបើសិនជាបងប្អូនតនេអីអាចមកលេងផ្ទះខ្ញុំបានខ្ញុំនឹងធ្វើបុកលហុងមកថាឲ្យបងប្អូនហូបឲ្យតែបងប្អូនមកលេងបងប្អូនអាចកំងជូរហិលផ្អែមប្រៃអីខ្ញុំអាចធ្វើបានទាំងអស់បើបងប្អូនណាមកចង់មកលេងអីខលប្រាប់មុនមកណាបងប្អូនខ្ញុំជ្រួលទិញម្ហូបទុកអញ្ចឹងណារីឯបុកលហុងរបស់យើងណាឆ្កខ្មែរកុំចោលឲ្យសោះបើអត់ឆ្កខ្មែរបុកលហុងរបស់យើងហូបគ្មានន័យទេបងប្អូនអើយហើយយើងក៏លួចគ្រឿងតិចតាមនឹងទៅរីឯទឹកប្រហុកនោះគឺខ្ញុំកោខ្លួនឯងទេបងប្អូនយើងកោតែ1គីឡូប៉ុណ្ណឹងយើងហូបអត់អស់ផងទុកឡើង1ខែ2ខែយើងមិនមែនហូបរាល់ថ្ងៃណាបុកលហុងហ្នឹងយូរម្ដងហ្នឹងបងប្អូនអញ្ចឹងយើងកោច្រើនក៏វាហូបអត់តាន់ដែរតែកាលណាយើងអស់ចាំយើងកោទៀតទៅហើយបងប្អូនអើយបើសិនជាឃើញវីដេអូខ្ញុំថ្ងៃហ្នឹងបុកលហុងហ្នឹងសូម follow ម្នាក់មួយផងបងប្អូនជួយគាំទ្រខ្ញុំផងឲ្យខ្ញុំមានកម្លាំងធ្វើវីដេអូមហោះកាន់តែច្រើនអញ្ចឹងណាបងប្អូនចាហ្នឹងហើយបងប្អូនចាដូចខ្ញុំនិយាយជានេះចង់ជាដែរអញ្ចឹងបើបងប្អូនអាណិតស្រឡាញ់ខ្ញុំជួយ follow ម្នាក់មួយផងបងប្អូនហើយវិធីបុកលហុងរបស់យើងវាគ្មានអីលំបាកទេបងប្អូនផ្សាយផ្សំគ្រឿងទៅតាមហ្នឹងទៅហើយយើងសុំគ្រឿងរៀងដិតបុកលហុងក៏រឿងអត់ដិតអត់ឆ្ងាញ់ទេវាគ្មានអីខុសគ្នាទេតែគ្រាន់តែខ្ញុំវាអត់មានសណ្ដែកគូឲ្យពីប៉ោះទេព្រោះអីអានេះយើងធ្វើបែបមានក្នុងទូប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងណាបងប្អូនអត់មានបានទៅផ្សារទេបើយើងបន្ថែមពីប៉ោះត្រប់ជ្រួយអីសណ្ដែកគូអីថែមទៀតរត់តែលយរត់តែអែមរត់តែតំណងអញ្ចឹងណាបុកលហុងយើងណាគ្រាន់ថាខ្ញុំមានតែបន្លែផ្តប់អីមានតែប៉ុណ្ណឹងទេតែសក់ហើយនឹងស្ពៃកូនស្ពៃបកគោហ្នឹងមានប៉ុន្មានហូបប៉ុណ្ណឹងទៅបងប្អូនអើយធ្វើមិននៅស្រុកស្រែយើងអត់មានអីឥឡូវយើងក៏បន្ថែមជីពីលើបន្តិចថែមទៀតទៅរួចហើយយើងក៏យកទៅហូបទៅរួចជាការស្រេចបងប្អូនអើយឥឡូវនេះបុកលហុងរបស់យើងហើយណាបុកលហុងបកាច្រោះអត់បកាឆៅទេព្រោះវាធំពេកគ្រឿងរបស់យើងដុតខាងនេះមកបងប្អូនបាយបាយ